បលឺថ្ងៃដ៏ក្តៅហួតហែងនៃវាលខ្សាច់ Arizona មានពិភពវេទមន្តមួយលាក់ខ្លួននៅខាងក្រោមបាតដីទីនោះគ្មានផ្កាគ្មានដើមឈើមានតែពន្លឺព្រះអាទិត្យចាំងទម្លុះច្រកថ្មភក់ពណ៌ក្រហមឆ្អិនឆ្អៅបង្កើតទៅជាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកដែលគ្មានជក់សិល្បកររូបណាអាចចម្លងបាននោះឡើយនៅលើទឹកដីដ៏ស្ងួតហួតហែងនៃ Arizona សហរដ្ឋអាមេរិកមានភាពអស្ចារ្យនៃធម្មជាតិមួយដែលត្រូវបានគេចាត់ទុកថាជាផ្ទាំងគំនូរដ៏រស់រវើកនៅលើភពផែនដីនោះគឺ Antelope Canyon ដែលជាច្រកភ្នំថ្មភក់ចង្អៀតស្ថិតនៅក្នុងតំបន់ការពាររបស់ជនជាតិដើមភាគតិច Navajo នៅទីក្រុង Pack ទីនេះមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវទេសចរលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេក៏ប៉ុន្តែគឺជាទឹកដីសក្ការៈដ៏មានតម្លៃបំផុតសម្រាប់ជនជាតិដើមផងដែរសម្រស់ដ៏ស្រស់អាចារ្យដែលយើងមើលឃើញនៅថ្ងៃនេះមិនមែនកើតឡើងដោយស្នាដៃមនុស្សនោះឡើយប៉ុន្តែគឺជាឥទ្ធិពលនៃការច្រោះបំផ្លិចបំផ្លាញរបស់ធម្មជាតិរាប់លានឆ្នាំខ្យល់និងជាពិសេសនោះគឺទឹកជំនន់ភ្លាមៗដែលភាសាអង់គ្លេសហៅថា flash floods នឹងកើតឡើងក្រោយពេលដែលមានភ្លៀងធ្លាក់ខ្លាំងដែលហូរយកដីខ្សាច់និងកម្ទេចថ្មកាត់តាមប្រហោងតូចៗនៃថ្មភក់ Navajo sandstoneកម្លាំងទឹកដ៏មហាសាលបានខាត់ជញ្ជាំងថ្មឲ្យមានរាងរលោងទន់ភ្លន់រលោងស្រិលនិងបង្កើតបានទៅជាច្រកបត់បែនយ៉ាងអស្ចារ្យភ្នំនេះត្រូវបានគេបែងចែកចេញជាពីរផ្នែកធំៗដែលផ្ដល់នូវបទពិសោធន៍ប្លែកៗពីគ្នាភាសាអង់គ្លេសហៅថា Upper Antelope Canyon គឺច្រកខាងលើគឺជាកន្លែងដែលល្បីល្បាញបំផុតច្រកនេះមានទទឹងស្មើនឹងដីអាចងាយស្រួលដើរចូលទៅទស្សនាលក្ខណៈពិសេសដាច់ពីគេនោះគឺមានពន្លឺវេទមន្តដែលភាសាអង់គ្លេសហៅថា light beams ដែលវាកើតឡើងនៅពេលដែលព្រះអាទិត្យចាំងចំពីលើរួចធ្លាក់កាត់ចូលច្រកចង្អៀតដែលប៉ះទៅនឹងធូលីដីនៅខាងក្នុងបង្កើតបានទៅជាខ្សែពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតដូចជាពន្លឺចាំងចែងចុះពីលើឋានសួគ៌វាមានប្រវែង200ម៉ែត្រឬក៏ប្រហែល660 feet វាមានចម្ងាយដើរដ៏ខ្លីមួយនៅលើផ្ទាំងដីរាបស្មើជញ្ជាំងថ្មភក់សងខាងមានកម្ពស់ខ្ពស់ឡើងលើប្រហែល36ម៉ែត្រឬ120 feet ពីបាតភ្នំច្រកនេះមានរាងជាអក្សរ A នៅខាងក្រោមធំទូលាយឯខាងលើតូចដែលធ្វើឲ្យពន្លឺចាំងចូលមកចំកណ្ដាលល្អតែម្ដងបើសិនបើយើងចង់ចំណាយពេលខ្លីឬមានពេលខ្លីឬក៏យើងចង់រហ័សយើងអាចជ្រើសរើសការដើរតាមច្រកខាងលើដោយប្រើពេលត្រឹមតែ45នាទីទៅ1ម៉ោងប៉ុណ្ណោះសម្រាប់ការដើរទស្សនាទី2គឺ Lower Antelope Canyon គឺច្រកខាងក្រោមគឺស្ថិតនៅចម្ងាយពីគ្នាបន្តិចច្រកនេះតម្រូវឲ្យភ្ញៀវទេសចរដើរចុះចាំទិនដើរដែកចោតទៅខាងក្រោមដីថ្មីត្បិតតែច្រកផ្លូវនេះមានភាពតូចចង្អៀតនិងពិបាកធ្វើដំណើរជាងបន្តិចប៉ុន្តែវាផ្ដល់នូវភាពស្ងប់ស្ងាត់ហើយផ្លូវដើរវែងជាងនិងមានរាងរលើកថ្មបត់បែនយ៉ាងរស់រវើកដែលបង្កប់ទៅដោយពណ៌ចម្រុះដូចជាពណ៌ក្រហមលឿងទឹកក្រូចនិងពណ៌ស្វាយទៅតាមការផ្លាស់ប្ដូរនៃពន្លឺព្រះអាទិត្យវាមានប្រវែងវែងជាងច្រកខាងលើទ្វេដងគឺប្រហែល407ម៉ែត្រឬក៏ស្មើនឹង1335 feetភ្ញៀវទេសចរត្រូវតែដើរចុះកណ្ដាលដែកទៅខាងក្រោមដីដែលមានជម្រៅចន្លោះពី15ទៅ22ម៉ែត្រឬ50ទៅ75 feet ច្រកនេះមានរាងដូចជាអក្សរ V ខាងលើបើកទូលាយឯខាងក្រោមផ្លូវវិញគឺមានលក្ខណៈតូចចង្អៀតខ្លាំងដែលតម្រូវឲ្យដើរតម្រង់ជួរម្ដងម្នាក់នៅតាមកន្លែងខ្លះដោយសារតែមានប្រវែងវែងជាងនិងតម្រូវឲ្យចុះចណ្ដាលការទស្សនាអាចប្រើពេលយូរគឺរយៈពេល1ម៉ោងទៅ2ម៉ោងក្នុងករណីពីមុនយើងធ្លាប់មានគ្រោះថ្នាក់ដ៏ធំនិងសោកនាដកម្មបំផុតនៅ Antelope Canyon គឺកើតនៅក្នុងថ្ងៃទី12ខែសីហាឆ្នាំ1997នៅក្នុងតំបន់ Lower Antelope Canyon នៅក្នុងព្រឹត្តិការណ៍នោះទឹកជំនន់ភ្លាមគឺ flash floods បានវាយប្រហារយ៉ាងគំហុកបណ្ដាលឲ្យភ្ញៀវទេសចរចំនួន11នាក់បានបាត់បង់ជីវិតនៅក្នុងនោះមានជនជាតិបារាំងអាល្លឺម៉ង់ស្វីសនិងអាមេរិកមានមគ្គុទ្ទេសក៍ទេសចរតែម្នាក់គត់ដែលមានឈ្មោះថា Francisco Pacho ដែលបានរស់រានមានជីវិតដោយសារតែគាត់មានបទពិសោធន៍និងបានតោងទប់ខ្លួនជាប់ទៅនឹងផ្ទាំងថ្មមូលហេតុនៃការគ្រោះថ្នាក់នាពេលនោះគឺដោយសារតែភ្លៀងពីចម្ងាយនៅថ្ងៃនោះនៅក្នុងតំបន់ Antelope Canyon ផ្ទាល់មានភ្លៀងធ្លាក់តិចតួចណាស់ប៉ុន្តែព្យុះកើរន្ទះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងពីចម្ងាយប្រហែល24គីឡូម៉ែត្រពីលើក្បាលទឹកភ្លៀងដ៏ច្រើនលើសលប់បានហូរប្រមូលផ្ដុំគ្នាហូរបុកចូលច្រកភ្នំយ៉ាងលឿននិងខ្លាំងក្លាបំផុតដោយគ្មានការដាស់តឿនជាមុននោះឡើយទី2គឺយើងខ្
ខ្វះប្រព័ន្ធសុវត្ថិភាពដោយការនៅក្នុងឆ្នាំ 1997 មិនទាន់មានជណ្ដើរដែកមាំទាំនិងប្រព័ន្ធប្រកាសអាសន្នត្រឹមត្រូវដោយបច្ចុប្បន្ននោះទេធ្វើឲ្យជនរងគ្រោះមិនអាចរត់គេចបានលឿនទាន់ពេលហើយបន្ទាប់មកក៏យើងបានចាត់វិធានការសុវត្ថិភាពក្រោយពេលដែលសោកនាដកម្មនោះបានកើតឡើងអាជ្ញាធរជនជាតិណាកូហូនិងក្រុមហ៊ុនទេសចរទាំងអស់បានផ្លាស់ប្ដូរប្រព័ន្ធសុវត្ថិភាពទាំងស្រុងដើម្បីធានានៅលើរឿងនេះមិនឲ្យមានការកើតឡើងម្ដងទៀតនោះឡើយដោយទី1គឺធ្វើការដំឡើងជណ្ដើរដែកមាំទាំគឺគេជំនួសជណ្ដើរឈើចាស់ៗដោយការប្រើជណ្ដើរដែកថែបដែលភ្ជាប់ជាមួយនឹងជញ្ជាំងថ្មយ៉ាងរឹងមាំមានបង្កាន់ដៃងាយស្រួលតោងរត់ឡើងលើទី2គឺប្រព័ន្ធតាមដានអាកាសធាតុទំនើបដែលគេតាមដានរ៉ាដាអាកាសធាតុយ៉ាងហ្មត់ចត់ប្រសិនបើមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់សូម្បីតែពីចម្ងាយឆ្ងាយក៏គេសម្រេចចិត្តបិទច្រកភ្នំភ្លាមៗនិងមិនអនុញ្ញាតឲ្យមានភ្ញៀវណាចូលនោះឡើយទី3គឺហាមឃាត់មិនឲ្យមានការចូលតែម្នាក់ឯងភ្ញៀវទេសចរដាច់ខាតត្រូវតែមានមគ្គុទ្ទេសក៍ដែលមានជំនាញក្នុងការនាំចូលទើបអនុញ្ញាតសម្រាប់ជនជាតិដើមណាកូហូទីនេះមិនមែនជាកន្លែងកំសាន្តធម្មតានោះទេប៉ុន្តែគឺជាព្រះវិហារសក្ការៈកាលពីដើមមុននឹងចូលក្នុងច្រកភ្នំពួកគេតែងតែឈប់សម្រាកដើម្បីតម្រង់ស្មារតីនិងបង្ហាញការគោរពចំពោះធម្មជាតិដើម្បីការពារបេតិកភណ្ឌនេះនិងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអាជ្ញាធរនៅក្នុងតំបន់មិនអនុញ្ញាតឲ្យមានការចូលទស្សនាដោយសេរីនោះឡើយភ្ញៀវទេសចរទាំងអស់ត្រូវតែចូលទស្សនាតាមរយៈការកក់សំបុត្រជាមួយក្រុមហ៊ុនទេសចររបស់ជនជាតិណាកូហូដែលមានមគ្គុទ្ទេសក៍ជំនាញនាំផ្លូវត្រឹមត្រូវតែប៉ុណ្ណោះសុវត្ថិភាពជាចម្បងព្រោះថាប្រសិនបើមានភ្លៀងធ្លាក់បើទោះបីជាចម្ងាយរាប់សិបគីឡូម៉ែត្រក៏ដោយទឹកជំនន់នឹងអាចហូរចូលបំពេញច្រកភ្នំបានយ៉ាងលឿនបំផុតនិយាយរួមគឺថា Antelope Canyon គឺជាសាក្សីរស់នៃវិវត្តរបស់ផែនដីនិងកន្លែងដែលបង្ហាញថាធម្មជាតិអាចបង្កើតសិល្បៈដ៏ល្អឯកដែលគ្មានជក់សិល្បករណាអាចចម្លងបាននោះឡើយសម្រាប់អ្នកដែលស្រឡាញ់ការថតរូបនិងការផ្សងព្រេងទីនេះគឺជាគោលដៅជីវិតមួយដែលមិនគួររំលងនោះឡើយ